Hello，大家好，សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងរៀនអំពីវេយ្យាករណ៍ចិនបន្ថែមទៀតតកតងអំពីពាក្យថាតគឺបកប្រែថារបស់គឺជាបញ្ជាក់ពីកម្មសិទ្ធិរបស់នរណាម្នាក់ឧទាហរណ៍ថា我的书我的书书គឺបកប្រែថាសៀវភៅអញ្ចឹងមានន័យថាសៀវភៅគឺជារបស់នរណាអញ្ចឹងយើងគឺចង់បញ្ជាក់ថាសៀវភៅហ្នឹងគឺជារបស់នរណាម្នាក់អញ្ចឹងមានន័យថាសៀវភៅហ្នឹងគឺជារបស់ខ្ញុំគឺរបស់វ៉នឹងឯងគឺបញ្ជាក់ទៅឲ្យវ៉គឺមានន័យថាសភៅគឺបញ្ជាក់ទៅឲ្យនាមយ៉ាអញ្ចឹង我的书យ៉ាអញ្ចឹងឧទាហរណ៍ទី2他的姐姐他的姐姐姐姐បកប្រែថាបងស្រីអញ្ចឹងបងស្រីហ្នឹងសំដៅទៅលើអីបងស្រីហ្នឹងគឺមានន័យថាបងស្រីរបស់នរណាម្នាក់បងស្រីហ្នឹងគឺរបស់គាត់យ៉ាអញ្ចឹងឧទាហរណ៍ទី3គឺ我的钱我的钱我的钱មានន័យថាលុយរបស់ខ្ញុំអញ្ចឹងវាបញ្ជាក់ពីកម្មសិទ្ធិរបស់ខ្ញុំនឹងឯងអញ្ចឹងឧទាហរណ៍មួយទៀតគឺថា我的手机我的手机មានន័យថាទូរស័ព្ទដៃរបស់ខ្ញុំឧទាហរណ៍មួយទៀតគឺ他的小狗他的小狗បកប្រែថាកូនឆ្កែអញ្ចឹងកូនឆ្កែរបស់នរណារបស់គាត់បញ្ជាក់ន័យឲ្យថានឹងឯងគឺបញ្ជាក់ន័យឲ្យគាត់នឹងឯងអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេហើយប្រសិនបើបងប្អូនគិតថាវីដេអូហ្នឹងគឺអាចស្រាវចម្ងល់របស់បងប្អូនបានឬក៏ចំពោះអ្នកដែលរៀនភាសាចិនមានបញ្ហាចង្អុលក្នុងកន្លែងណាអីគឺបងប្អូនអាចឆាតឬក៏អាច comment នៅខាង comment បានហើយយើងជួបគ្នានៅវីដេអូក្រោយបាយបាយ